សម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃស្របពេលសភាពការនៅព្រំដែនកម្ពុជាថៃឡើងក្តៅជាថ្មីក្រោយទាហានថៃដើរជន់មានដាច់ជើងរួចក៏យកលេសនេះប្រកាសជាឯកតោភាគីលុបចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិកដូណាល់ត្រាំធ្វើជាសាក្សីនឹងក្រោយពេលភាគីថៃចោទប្រកាន់ទីក្រុងកូឡាឡាំពូថាចូលជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងនេះនោះស្រាប់តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអាប្រាហ៊ីមបញ្ជាក់ថាលោកនៅតែតាក់ទងជាប់ជានិច្ចជាមួយសម្ភាគីកម្ពុជានិងថៃហើយនឹងនៅតែសម្របសម្រួលចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះតាមការផ្សាយរបស់ The Star នៅថ្ងៃអង្គារទី11ខែវិច្ឆិកាឆ្នាំ2025លោកអាន់វ៉ាបានប្រកាសបែបនេះដើម្បីឆ្លើយតបទៅឧត្តមសេនីយ៍ចូលនិវត្តន៍ថៃម្នាក់ដែលចោទប្រកាន់ម៉ាឡេស៊ីថាជាបាត់ដៃទី3នឹងមានភាពលំអៀងមកខាងកម្ពុជាក្នុងកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយថៃលោកអាន់វ៉ាលើកឡើងថាបើអ្នកសួរខ្ញុំកំពុងតែបួងសួងសូមឲ្យបញ្ហាដោះស្រាយបានហេតុអ្វីអ្នកចង់អបអរសាទរទៅវិញបើប្រទេសទាំងពីរបន្តប្រយុទ្ធគ្នាឬអ្នកគ្រាន់តែចង់បង្ហាញគេឯងថានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបរាជ័យ